9 ចំណុចធ្វើឲ្យអ្នកគេងលក់ស្កប់ស្កល់នៅពេលព្រឹកឡើងអ្វីដែលល្អប្រសើរបំផុតនោះគឺការងើបពីដំណេកដោយភាពស្រស់ស្រាយប្រសើរជាងឮសំឡេងដកដង្ហើមធំពីព្រោះដោយសារតែអ្នកមិនអាចគេងលង់លក់ស្កប់ស្កល់ពីពេលយប់ការគេងមិនលក់ឬគេងមិនឆ្អែតបណ្ដាលឲ្យយើងមានអារម្មណ៍មួម៉ៅឆាប់ខឹងនិងមិនអាចផ្ដោតអារម្មណ៍ទៅលើការងារបានល្អឡើយហើយប្រសិនបើបញ្ហាគេងមិនលក់នេះបន្តកើតឡើងយូរអង្វែងនោះវានឹងនាំឲ្យមានផលប៉ះពាល់ដល់សុខភាពយ៉ាងធ្ងន់ធ្ងរនិងបណ្ដាលឲ្យកើតមានជំងឺផ្សេងៗដូចជាជំងឺធាត់ជ្រុលសម្ពាធឈាមខ្ពស់និងជំងឺទឹកនោមផ្អែមជាដើមដែលបណ្ដាលឲ្យមានហានិភ័យខ្ពស់ក្នុងការស្លាប់មុនអាយុការគេងឆ្អែតឬគេងគ្រប់គ្រាន់នៅពេលយប់គឺជាគន្លឹះសំខាន់ក្នុងការជំរុញឲ្យរាងកាយមានថាមពលគ្រប់គ្រាន់សម្រាប់ធ្វើសកម្មភាពប្រចាំថ្ងៃរបស់យើងដូច្នេះដើម្បីឲ្យគេងលក់ស្កប់ស្កល់និងដើម្បីឲ្យមានសុខភាពល្អប្រសើរមធ្យោបាយងាយដែលអ្នកអាចធ្វើបានដោយខ្លួនឯងមួយចំនួនមាន9ចំណុចចំណុចទី1គឺលោកអ្នកត្រូវកាត់បន្ថយពន្លឺគ្រឿងអេឡិចត្រូនិកការកាត់បន្ថយឬក៏ជៀសវាងការប្រើនៅរាល់គ្រឿងអេឡិចត្រូនិកទាំងឡាយរួមមានកុំព្យូទ័រ laptop ទូរស័ព្ទដៃឬ iPad ជាដើមនៅពេលមុនចូលនិន្ទ្រាពីព្រោះនៅពេលដែលយើងចូលគេងខួរក្បាលរបស់យើងវាបញ្ចេញហូម៉ូនម្យ៉ាងឈ្មោះថា melatonin ហើយហូម៉ូនឈ្មោះ melatonin នេះវាគឺជាប្រភេទហូម៉ូនម្យ៉ាងដែលជួយឲ្យយើងងងុយគេងប្រសិនបើយើងប្រើប្រាស់នៅគ្រឿងអេឡិចត្រូនិកដូចជាកុំព្យូទ័រទូរស័ព្ទដៃ iPad ឬក៏ laptop មុនពេលចូលគេងនោះបើយោងទៅតាមអ្នកស្រាវជ្រាវផ្នែកវិទ្យាសាស្ត្របានបង្ហាញថាប្រសិនណាបើពន្លឺពណ៌ខៀវនៃគ្រឿងអេឡិចត្រូនិកទាំងនោះវាចាំងចូលភ្នែករបស់យើងនោះក្រពេញ pineal gland វានឹងបញ្ឈប់ផលិតហូម៉ូន melatonin នេះវានឹងធ្វើឲ្យយើងស្វាងស្មារតីធ្វើឲ្យយើងមិនងងុយគេងដូច្នេះការប្រើប្រាស់គ្រឿងអេឡិចត្រូនិកនៅពេលយប់ជាពិសេសនៅពេលមុនចូលគេងគឺវាមានផលប៉ះពាល់ខ្លាំងចំពោះសុខភាពភ្នែកនិងដំណេករបស់យើងផងដែរចុះបើយើងដឹងថាគ្រឿងអេឡិចត្រូនិកទាំងនោះវាមានផលប៉ះពាល់ដល់សុខភាពយើងតើយើងគួរធ្វើដូចម្តេចប្រសិនបើយើងពិតជាមិនអាចឈប់ប្រើប្រាស់វាបាននៅមុនពេលដែលយើងចូលគេងក្នុងនោះដែរក៏មានវិធីសាស្ត្រនិងដំណោះស្រាយខ្លះដែលអាចកាត់បន្ថយផលប៉ះពាល់ពីពន្លឺខៀវនៃគ្រឿងអេឡិចត្រូនិកនេះដូចជាលោកអ្នកអាចបន្ថយពន្លឺអេក្រង់ឲ្យកាន់តែតិចឬដាក់អេក្រង់ឲ្យឆ្ងាយពីមុខរបស់អ្នកដើម្បីកាត់បន្ថយពន្លឺខៀវដែលចាំងចូលភ្នែករបស់អ្នកប្រើកម្មវិធីឬក៏កញ្ចក់ការពារអេក្រង់ដែលមានមុខងារកំណត់ពន្លឺពេលយប់ដែលអាចជួយកាត់បន្ថយពន្លឺខៀវពីអេក្រង់ទូរស័ព្ទឬកុំព្យូទ័ររបស់អ្នកនិងបដូរមុខងារ Night Mode ធ្វើបែបនេះវាអាចជួយឲ្យអេក្រង់របស់លោកអ្នកបដូរពីពណ៌ខៀវទៅពណ៌លឿងវាមិនសូវចាំងភ្នែកយើងពេកនេះទី1ទី2គឺរបបអាហារត្រួតពិនិត្យរបបអាហាររបស់អ្នកឲ្យបានត្រឹមត្រូវឲ្យប្រាកដថាអ្នកនឹងមិនទទួលទានអាហារ
ឬភេសជ្ជៈណាដែលមានជាតិកាហ្វេអ៊ីនពី2ទៅ3ម៉ោងមុនពេលដែលអ្នកចូលគេងនោះទេកាត់បន្ថយអាហារដែលមានផ្ទុកជាតិស្ករច្រើនពីព្រោះវាអាចបណ្ដាលឲ្យអ្នកស្វាងស្មារតីមិនងងុយគេងជៀសវាងទទួលទានអាហារច្រើនពេកហឹរពេកឬក៏ជូរពេកមុនពេលដែលអ្នកចូលគេងពីព្រោះវាអាចប៉ះពាល់ដល់ដំណេករបស់អ្នកទទួលទានអាហារដែលមានជាតិវីតាមីននិងជាតិរ៉ែឲ្យបានច្រើនដូចជាវីតាមីន D វីតាមីន E វីតាមីន B ជាតិកាល់ស្យូមម៉ាញ៉េស្យូមអាស៊ីតអាមីណូធីនីនជាតិដែកអាស៊ីតអាមីណូទ្រីប្តូហ្វេនជាដើមវីតាមីននិងជាតិរ៉ែទាំងអស់នេះវាមាននៅក្នុងអាហារដែលយើងទទួលទានប្រចាំថ្ងៃដែលយើងអាចរកទិញបាននៅតាមទីផ្សារដូចជាជាតិដែកអាហារដែលសម្បូរដោយជាតិដែករួមមានសាច់គោសាច់មាន់សណ្ដែកតៅហ៊ូដំឡូងបារាំងដុតគ្រាប់ស្វាយចន្ទីបន្លែបៃតងនិង oyster ហើយប្រសិនបើយើងខ្វះជាតិដែកនេះវាធ្វើឲ្យយើងអស់កម្លាំងមានអារម្មណ៍ថប់កន្ត្រាក់ដៃជើងពិបាកគេងឬក៏គេងមិនលក់ជាដើមវីតាមីន D យើងអាចទទួលបានវីតាមីន D ពីតាមរយៈអាហារបំប៉នឬក៏ពីពន្លឺព្រះអាទិត្យលោកអ្នកឆ្ងល់ទេថាហេតុអ្វីបានជាជនជាតិបរទេសចូលចិត្តដេកហាលថ្ងៃនៅតាមកោះឬក៏តាមតំបន់ឆ្នេរគឺហេតុផលគឺដោយសារដើម្បីទទួលយកវីតាមីន D ពីពន្លឺព្រះអាទិត្យនេះឯងហើយវីតាមីន D នេះមាននៅក្នុងអាហារគឺដូចជាស៊ុតត្រីសាល់មុនត្រី tuna និងផ្សិតវីតាមីន B មានច្រើនប្រភេទដូចជាវីតាមីន B12 B3 វីតាមីន B5 វីតាមីន B6 វីតាមីន B9 ជាដើមហើយវីតាមីន B ទាំងអស់នេះវាជួយសម្រួលដល់ការផ្គត់ផ្គង់ tryptophan ដែលជួយរាងកាយរបស់យើងផលិតអរម៉ូន melatonin ដែលជាអរម៉ូនធ្វើឲ្យងងុយគេងនេះឯងវីតាមីន B មាននៅក្នុងគ្រាប់ធញ្ញជាតិសាច់បន្លែនិងផ្លែឈើជាដើមជាតិកាល់ស្យូមនិងម៉ាញ៉េស្យូមការខ្វះជាតិកាល់ស្យូមនិងម៉ាញ៉េស្យូមក៏ធ្វើឲ្យយើងពិបាកគេងលក់ស្កប់ស្កល់ដែរវាមានអាការៈថប់ដង្ហើមវាមានអាការៈរសេះរសោះដៃជើងឈឺក្បាលរោយកស្រវាំងភ្នែកកន្ត្រាក់ដៃជើងរមួលក្រពើជាដើមហើយជាតិកាល់ស្យូមនិងជាតិម៉ាញ៉េស្យូមទាំងពីរនេះក៏វាធ្វើការជាមួយ tryptophan ដើម្បីជួយផលិតអរម៉ូន melatonin ជួយធ្វើឲ្យងងុយគេងផងដែរអាស៊ីតអាមីណូធីនីនមាននៅក្នុងស្លឹកតែជាពិសេសគឺតែបៃតងនិងពពួកផ្សិតមួយចំនួនអាស៊ីតអាមីណូធីនីននេះក៏វាជួយឲ្យឆាប់ងងុយគេងនិងជួយកាត់បន្ថយកម្រិតគីមីនៅក្នុងខួរក្បាលកំពុងធ្វើសកម្មភាពនិងមានឥទ្ធិពលផ្សេងទៀតផងដែរអាស៊ីតអាមីណូទ្រីប្តូហ្វេននេះវាក៏ជួយយើងឲ្យគេងលក់លឿនដែរវាមាននៅក្នុងគ្រាប់ធញ្ញជាតិវាមាននៅក្នុងសាច់មាន់ទឹកដោះគោស៊ុតត្រីសាល់មុនហើយវីតាមីននិងជាតិរ៉ែទាំងអស់នេះវាអាចជួយឲ្យយើងគេងលក់ស្កប់ស្កល់វាអាចជួយបង្កើននូវថាមពលរាងកាយនិងផ្ដល់ឲ្យយើងមានសុខុមាលភាពល្អពេញលេញទី3គឺការធ្វើលំហាត់ប្រាណ
ការធ្វើលំហាត់ប្រាណមានអត្ថប្រយោជន៍ច្រើនយ៉ាងចំពោះសុខភាពរបស់យើងដូចជាធ្វើឲ្យយើងមានអារម្មណ៍ស្រស់ស្រាយធ្វើឲ្យយើងឃ្លានបាយឲ្យយើងគេងលក់ស្រួលរក្សាគីឡូមានរាងកាយរឹងមាំមានថាមពលពេញលេញធ្វើឲ្យសុខភាពល្អប្រសើរពីព្រោះនៅកំឡុងពេលដែលយើងធ្វើការលំហាត់ប្រាណនោះរាងកាយរបស់យើងវាបង្កើតនៅអរម៉ូនមួយយ៉ាងឈ្មោះអង់ដូហ្វីនដែលជាអរម៉ូនអាចប្រឆាំងនឹងជំងឺធ្លាក់ទឹកចិត្តកាត់បន្ថយអរម៉ូន stress adrenaline និង cortisol ដែលអាចកាត់បន្ថយ stress និងជំងឺធ្លាក់ទឹកចិត្តបាននិងមានអត្ថប្រយោជន៍ច្រើនទៀតចំពោះសុខភាពរបស់យើងគឺការហាត់ប្រាណនេះទី4គឺកាត់បន្ថយការធ្វើសកម្មភាពលឿនឬក៏ខ្លាំងយ៉ាងហោចណាស់1ម៉ោងមុនពេលចូលគេងមុនពេលចូលគេងអ្នកមិនគួរធ្វើលំហាត់ប្រាណឬក៏ធ្វើសកម្មភាពលឿនឬក៏ខ្លាំងនោះទេអ្វីត្បិតតែការធ្វើលំហាត់ប្រាណជួយឲ្យយើងមានសុខភាពល្អពិតមែនតែយើងក៏គួររកពេលវេលាឲ្យសមគួរដើម្បីធ្វើការលំហាត់ប្រាណផងដែរដូចជាពេលព្រឹកឬក៏ពេលថ្ងៃរសៀលល្ងាចអីជាដើមមិនមែនធ្វើការលំហាត់ប្រាណនៅមុនពេលដែលយើងរៀបនឹងចូលគេងនោះទេពីព្រោះប្រសិនបើយើងធ្វើលំហាត់ប្រាណឬក៏ធ្វើសកម្មភាពលឿនឬក៏ខ្លាំងមុនខណៈដែលពេលយើងចូលគេងគឺវាធ្វើឲ្យយើងស្វាងស្មារតីមិនងងុយគេងទៅវិញទី5គឺបដិសេធនៅការចូលរួមពិភាក្សារាល់បញ្ហានានាដែលជំរុញឲ្យចិត្តគិតនៅនាទីចុងក្រោយដែលអ្នកបំរុងនឹងចូលគេងនេះវាតកតងទៅនឹងផ្លូវចិត្តផ្លូវអារម្មណ៍កាលណាបើមានបញ្ហានានាកើតឡើងវាប៉ះពាល់ដល់ផ្លូវចិត្តផ្លូវអារម្មណ៍របស់យើងទោះបីជាបញ្ហានោះវាជារឿងល្អឬក៏ជារឿងអាក្រក់ក្តីក៏វានៅតែជះឥទ្ធិពលទៅដល់ការគេងរបស់យើងដែរប្រសិនបើរឿងទាំងនោះវាធ្វើឲ្យយើងរំភើបចិត្តខ្លាំងពេកក៏យើងគេងមិនលក់ប្រសិនបើកើតទុកខ្លាំងពេកក៏គេងមិនលក់អន់ចិត្តតូចចិត្តក៏គេងមិនលក់ការនឹកនរណាម្នាក់ខ្លាំងពេកក៏គេងមិនលក់ដូច្នេះមុនពេលចូលគេងអ្នកគួរធ្វើចិត្តឲ្យស្ងប់កុំឲ្យចិត្តមានការគិតទៅលើអ្វីមួយទី6គឺការធ្វើសមាធិនៅពេលដែលលោកអ្នកលើពាក្យថាសមាធិលោកអ្នកច្បាស់ជាគិតទៅដល់ព្រះធម៌ដល់សាសនាអ្នកបួសលោកយាយលោកតាចាស់តែប៉ុណ្ណោះតាមពិតទៅការធ្វើសមាធិពិតជាមានគុណប្រយោជន៍ខ្លាំងបំផុតចំពោះសុខភាពរបស់មនុស្សគ្រប់រូបប្រសិនបើយើងអនុវត្តការធ្វើសមាធិជារៀងរាល់ថ្ងៃចាប់ពី10នាទីទៅ20នាទីពេលដែលយើងធ្វើសមាធិម្ដងរយៈពេលជាច្រើនខែឆ្នាំទៅគុណប្រយោជន៍គឺវាជួយឲ្យយើងមានសម្រស់ក្មេងជាងវ័យវាជួយពន្យឺតភាពចាស់ទ្រុឌទ្រោមនៃខួរក្បាលជួយឲ្យខួរក្បាលមានសមត្ថភាពល្អប្រសើរព្រមទាំងជួយឲ្យយើងគ្រប់គ្រងអារម្មណ៍បានល្អជួយឲ្យយើងដេកលក់ស្រួលជួយកាត់បន្ថយ stress កាត់បន្ថយនៅភាពតប់ប្រមល់ធុញថប់ទាំងឡាយធ្វើឲ្យយើងមានអារម្មណ៍ស្រស់ស្រាយល្អដូច្នេះការសមាធិមានគុណប្រយោជន៍ច្រើនចំពោះសុខភាពរបស់មនុស្សគ្រប់រូបទី7គឺការចូលគេងឲ្យបានទៀងទាត់ការចូលគេងឲ្យបានទៀងទាត់ក៏ជាកត្តាសំខាន់មួយសម្រាប់ជួយសម្រួលដល់ដំណេករបស់យើងផងដែរហើយមួយទៀតក៏វាជាទម្លាប់ល្អផងដែរដែលយើងចូលគេងឲ្យបានទៀងទាត់នេះឯងទី8រៀបចំកន្លែងគេងឲ្យមានផាសុកភាពការតុបតែងនិងរៀបចំកន្លែងគេងឬក៏បន្ទប់គេងឲ្យមានផាសុកភាពមានសណ្ដាប់ធ្នាប់និងមានសោភ័ណភាពល្អពូក
កន្ទេលខ្នើយភួយមុងនិងសម្ភារៈផ្សេងទៀតក្នុងបន្ទប់គេងស្អាតមានអនាម័យមានរបៀបរៀបរយល្អវាក៏អាចជួយឲ្យលោកអ្នកទទួលទានដំណេកបានលក់ស្កប់ស្កល់និងមានអារម្មណ៍ស្រស់ស្រាយពេលដែលយើងងើបពីដំណេកមកវិញទី9កាត់បន្ថយកម្ដៅក្នុងរាងកាយរបស់អ្នកអរម៉ូនឈ្មោះ Melatonin មានតួនាទីសំខាន់ក្នុងការកាត់បន្ថយកម្ដៅក្នុងរាងកាយនៅពេលដែលអ្នកគេងប្រសិនបើរាងកាយឡើងកម្ដៅធ្វើឲ្យយើងពិបាកនឹងគេងដំណោះស្រាយរួមមានបើកបង្អួចឲ្យមានខ្យល់ចេញចូលក្នុងបន្ទប់គេងស្លៀកសំលៀកបំពាក់រលុងស្រួលខ្លួននិងទទួលទានទឹកត្រជាក់មួយកែវមុនពេលចូលគេង